Nhưng khơi chuyệnនៅbaលើដើម7ណាចំអញងាប់ឲ្យដឹង ពេលថាយើងចេញប័ណ្ណចម្រៀងនឹងហើយដូចជាលោកគ្រូឆ្លងកាត់ជាមួយនឹងសម័យប៉ុលពតដែរលោកគ្រូការសម័យប៉ុលពតហ្នឹងគឺខ្ញុំបានឆ្លងកាត់វាជំលះយើងចេញពីកាលនោះលោកគ្រូនៅបបៃលិននៅបបៃលិនដល់ទៅវាជំលះមកនៅត្រឹមណែឃុំរូងក្នុងខេត្តបាត់ដំបងយើងដែរហ្នឹងណាឃុំរូងដល់ពេលនេះមានប៉ុលពតដល់អញ្ចឹងទៅគាត់ដើរមកហ្នឹងគាត់ឃើញលោកគ្រូគាត់សួរហេមិត្តបងឯងកាលនោះពងស្ទូងបងអោនស្ទូងបងហេមិត្តបងឯងខ្ញុំឃើញច្រៀងនៅបាលើដើម7ណាចំអញងាប់ឲ្យដឹងបុកពោះហ្មងណាលោកគ្រូបុកពោះហ្មងចំអញតិចវាចងយកទៅវាយទៅដល់នេះទៅដូចចិត្តប៉ុនដែរដូចតែយើងខំធ្វើប៉ុនកសាងប៉ុនមកវាល្អដល់នេះទៅវាថាអត់ទេខ្ញុំមិនដែលយកបងឯងទៅធ្វើអីទេ